បាទសួស្តីគុណអ្នកទី8ក៏ដូចជាទី7ដែរលំហាត់ប្រភេទមួយនេះគឺជាការពង្រឹងទៅលើធាតុដតីទៀតនៃត្រីកោណឬក៏ចំណុចសំខាន់4របស់ត្រីកោណដែលក្រៅពីធាតុចាំបាច់របស់ត្រីកោណទី1រូបដែលបានបង្ហាញនេះគេឲ្យយើងជ្រើសរើសឬក៏ថិចទៅលើចម្លើយមួយណាដែលត្រូវផ្អែកទៅលើរូបដែលយើងត្រូវពិនិត្យមើលគឺរូបមួយនេះបាទរូបមួយនេះអញ្ចឹងអ្នកទាំងអស់គ្នាពិនិត្យមើលបន្តិចមើលរូបនេះគូចេញពីណារូបនេះគូចេញពីកំពូលហើយមកចំណុចលេខនេះចំណុចលេខហ្នឹងគឺបានធ្វើឲ្យប្រវែងនេះស្មើប្រវែងនេះមានន័យថាចំណុចនេះជាចំណុចកណ្ដាលអញ្ចឹងកាលណាអង្កត់មួយដែលគូចេញពីកំពូលមកចំណុចកណ្ដាលនៃជ្រុងឈាមឬក៏បាតអង្កត់នោះគេឲ្យឈ្មោះថាបាទឈ្មោះថាអីបាទមេតយ៉ានអញ្ចឹងនេះចម្លើយអញ្ចឹងគុណទី7ក៏ដូចទី8ទៅចេះឲ្យស្តាត់ឲ្យហើយចុះរូបទី2នេះរូបទី2នេះនេះអង្កត់មួយនេះតែគូចេញពីកំពូលដែរប៉ុន្តែវាមកកាយនឹងជ្រុងណាមួយនេះបាទនៅជ្រុងឈាមឬក៏បាតហ្នឹងណារូបនឹងដែលគូមកកាយអញ្ចឹងណាបាទគ្រូនិយាយទៅត្រឹមតតងនឹងជ្រុងឈាមឬបាតទេហើយបន្លែគឺចាំពេលរូបជួបរូបជាក់ស្ដែងអញ្ចឹងអង្កត់នឹងអង្កត់ពណ៌ក្រហមនឹងឲ្យឈ្មោះថាបាទកម្ពស់ចឹងខ្ញុំរត់មើលក្រោមតទៀតបាទនេះមករូបពីរនេះទៀតរូបទី3គោអញ្ចឹងយើងមើលរូបនេះរូបតតមួយនេះអ្នកតតត្រង់នេះវាមានកែងហើយវាចែកជ្រុងនឹងជាពីរប៉ុនគ្នាឬក៏បាទអង្កត់នឹងជាពីរប៉ុនគ្នាអញ្ចឹងបន្ទាត់មួយនេះបន្ទាត់ដែលមានទម្រង់អញ្ចឹងគេហៅថាបាទហៅថាអីបន្ទាត់ដែលកែងនឹងជ្រុងណាមួយត្រង់ចំណុចកណ្ដាលឬបន្ទាត់មួយដែលកែងនឹងអង្កត់ណាមួយត្រង់ចំណុចកណ្ដាលគូមកកែងត្រង់ចំណុចកណ្ដាលបន្ទាត់នោះឲ្យឈ្មោះថាមេយ៉ាតើបាទមេយ៉ាតើ3ហើយណាសម្រាប់រូបទី4ខួរបាទយើងមើលបន្ទាត់នេះហើយយើងមើលសញ្ញានេះគឺមុំបាទមុំហើយមានឆូតតិចហ្នឹងនិយាយថាមុំទាំងពីរហ្នឹងប៉ុនគ្នាកាលណាបន្ទាត់មួយដែលគូចេញពីកំពូលហើយចែកមុំមួយជាពីរប៉ុនគ្នាបាទអញ្ចឹងបន្ទាត់ហ្នឹងគេឲ្យឈ្មោះថាកន្លះបន្ទាត់ពុះមុំបាទកន្លះបន្ទាត់ពុះមុំអញ្ចឹងទាំង4ហ្នឹងមានអ្វីយើងបានឃើញមិញមានមេតយ៉ានមានកម្ពស់បាទមេតយ៉ានរូបបែបនេះមេតយ៉ានរូបនេះបាទកម្ពស់រូបនេះយ៉ាត់ច្រឡំមិនមេតយ៉ានរូបដែលគូក្រហមហ្នឹងឯណាមេតយ៉ានគឺនេះបន្ទាត់អង្កត់ដែលគូចេញកំពូលមកជាក្តារនេះបាទហ្នឹងហៅមេតយ៉ានបាទអញ្ចឹងអានេះកម្ពស់អានេះមេយ៉ាតើហើយអានេះកន្លះបន្ទាត់ពុះមុំបាទបន្ទាត់ពុះមុំទាំង4ហ្នឹងគេឲ្យឈ្មោះថាធាតុដតីទៀតនៃត្រីកោណបាទឬក៏បាទចំណុចសំខាន់បន្ថែមពីលើបាទធាតុរបស់ត្រីកោណមានមុំកំពូលហើយនឹងជ្រុងអញ្ចឹងវីដេអូមួយនេះគឺចង់បញ្ជាក់បងប្អូនថារូបហ្នឹងជារូបបាទកម្ពស់មេតយ៉ានមេយ៉ាតើនិងឡាប់ទៅពុំមុំហើយសំណង់រូបគ្រូបានចេញវីដេអូរួចហើយអញ្ចឹងអរគុណសម្រាប់មើលចម្លើយនេះដែលត្រៀមនឹងការប្រឡងនានាខាងមុខនេះបាទសូមអរគុណសូមជម្រាបលា